បាទជាសួរពុកម៉ែបងប្អូនបាទថ្ងៃនេះវាស់អាទូខ្នាត1056គ្រាប់បាទជូនបងប្អូនមើលបាទកែងគាត់ចង់ធ្វើតាមអីបាទអាចកុបពីបានណាបាទអាចកុបពីបានចឹងវាស់ចឹងអានេះយើងវាស់កម្ពស់វាណាសាច់ទូយើងយកលេខ125បងប្អូនណាបាទនេះ125បាទយើងយកលេខ125អញ្ចឹង1ម៉ែត្រពីទឹក5ហ៊ុនណាបាទ1ម៉ែត្រពីទឹក5ហ៊ុនបាទអញ្ចឹងកម្ពស់វាប៉ុណ្ណឹងមើលបដោយវាអូខេមកបដោយនេះគឺ1ម៉ែត្រពីទឹកគឺស្មើនឹង120សង់ទីម៉ែត្រណាបាទ1ម៉ែត្រពីទឹកបាទហើយអញ្ចឹងកម្ពស់125បដោយវាចេះគឺ1ម៉ែត្រពីទឹកហើយតឹងវាមានចម្រៅរបស់វាបាទចម្រៅរបស់វាអាក្បាលលើនេះបាទក្បាលកលាក់នេះយើងកលាក់នេះវា7តឹកបងប្អូនបាទ7តឹកអញ្ចឹងអាកលាក់ហ្នឹងគឺយើងប្រើ7តឹកណាហើយបាទអានេះសាច់វាមួយដែក25ហ្នឹងបងប្អូនបាទអញ្ចឹងវាអានេះវា8បាទ6តឹក8ហ៊ុនបាទ6តឹក8ហ៊ុនណាបាទហើយអញ្ចឹងសាច់កញ្ច្រែងបាទអានេះសបកទូយើងដឹងណាអានេះកម្ពស់វា1ម៉ែត្រពីទឹកកន្លះអានេះ1ម៉ែត្រពីទឹកចម្រៅវា7ទឹកចាអានេះយើងធ្វើមុខនីលកាវានេះនីលកាក្បាលបជានេះបាទចម្រៅវាអានេះវា1ទឹក8ហ៊ុនមកកូនណាបាទ1ទឹក8ហ៊ុនបាទហើយយើងមើលសាច់កញ្ច្រែងក្នុងណាវាស់សាច់កញ្ច្រែងខាងក្នុងនេះវាស់ដៃនេះអានេះវា54មកបងណាបាទទាំងសាច់ដែកយើងវាស់សាច់ដែកយើងអត់វាស់សាច់កញ្ច្រែងក្នុងទេបាទយើងវាស់សាច់ដែកសុំកញ្ច្រែងបាទហើយដែកយើងប្រើ2ហ៊ុនមកបងណាបាទដែកប្រើ2ហ៊ុនអញ្ចឹងវា5ទឹក4ហ៊ុនគឺស្មើនឹង54សង់ទីម៉ែត្របងប្អូនបាទហើយបដោយនៃកញ្ច្រែងហ្នឹងបងប្អូនបាទនេះបាទយើងមើលវាអូខេ80ណា8តឹកបាទស្មើនឹង80សង់ទីម៉ែត្របងប្អូនបាទហើយអានេះយើងដាក់ដែកអានេះក្បាលដែកអីក្បាលដែកដាក់ត្រវាកញ្ច្រែងមួយយើងត្រ2ទៅបាទស្រួលបាទកញ្ច្រែងមួយយើងត្រ2បាទហើយចឹងអានេះយើងប្រើគេដាក់កញ្ច្រែង2ជាប់គ្នាអញ្ចឹងវាត្រ4បាទ1 2 3 4បាទហ្នឹងហើយមកកញ្ច្រែង2 4 6 8 10 12ប្រទេសហើយចឹងពងមន់យើងមកប្រទេសយើងដាក់បាន88គ្រាប់បងប្អូនបាទអញ្ចឹងវាឡើង1056គ្រាប់ព្រោះ12ប្រទេសបងប្អូនណាបាទហើយអញ្ចឹងងាយទេបាទហើយអានេះយើងមើលសុំវានេះនៃមុខកញ្ច្រែង90ណាបាទអញ្ចឹងសាច់កញ្ច្រែងក្នុង80ណាសុំវាបាទឆ្អឹងវានេះយើងមើលទៅ90បាទ9តឹកបាទ9តឹកហើយប្រឡោះដែលយើងຕົករៀបចង្ហាលរៀបអីនេះគឺបាទ3តឹកបាទ3តឹកណាបាទប្រឡោះវានេះបាទពីចុងកេមនេះមកដល់កេមខាងនេះវា3តឹកបងប្អូនណាបាទហ្នឹងហើយអញ្ចឹងសរុបទៅអានេះគឺសាច់1ម៉ែត្រ2តឹកអាហ្នឹងយូរទៅអាចធ្វើបានបងប្អូនណាយើងប្រើទ្វា2ទៅបាទអញ្ចឹងមកទ្វា2ស្អាតជាងទ្វា1ព្រោះទ្វា1ធំពេកបងប្អូនពិបាកបើកណាបាទហ្នឹងហើយអញ្ចឹងយើងប្រើកុំយកទ្វា2វាទៅ6តឹកមកសន្លឹក6តឹកតែយើងកុំប្រើដល់6តឹកបើកាលណាប្រើ6តឹកវាយើងនេះកាប់វេកាប់អីទៅវាណែនពេកឆ្អៀតពិបាកបើកពិបាកបិទណាបាទហើយអញ្ចឹងយើងលួចបាទ5លីទៅបងប្អូនណាបាទកន្លះហ៊ុនបាទ5លីយើងលួច5លីទៅឲ្យចន្លោះពីគ្នាណាហើយអញ្ចឹងវានៅសល់តែ
ក្នុងហ្នឹង1ម៉ែត្រពីទឹកយើងលួច5លីទៅបាទលួច5លីធ្វើម៉េចឲ្យមានប្រហោងតិចទៅដើម្បីយើងផ្គុំចូលគ្នាមកវាអត់ឆ្អៀតបាទអត់ឆ្អៀតបាទហើយអាហ្នឹងរៀបគ្រឿងបើយើងធ្វើរៀបនៅពីលើក៏បានបងប្អូនណាបាទរៀបពីលើទឹកអីយើងដាក់នៅពីលើក៏បានដែរប៉ុន្តែបើជើចង់ធ្វើឲ្យស្អាតណាកម្ពស់នេះយើងទៅឡើងបងប្អូនបាទបើសិនរៀបភ្លើងនៅលើដាក់ចង្ហោនៅពីលើរៀបនៅពីលើគឺយើងត្រូវឡើងប្រហែលជា2ទឹកកន្លះឲ្យទៀតបងប្អូនណាបាទប្រើ2ទឹកកន្លះឲ្យទៀតទៅបាទដើម្បីរៀបដាក់ចង្ហោដាក់អីនៅពីលើដាក់ទឹកអីនៅពីលើស្រួលបងប្អូនណាហើយដើម្បីឲ្យអាខាងក្រោមនេះវារេកញ្ច្រៃវាផ្អៀងមកវាអាចផ្អៀងបានបងប្អូនណាបើកាលណាយើងដាក់គៀកពេកគឺផ្អៀងអត់កើតទេបើកាលណាផ្អៀងអត់កើតមន់អត់សូវញាស់ទេបងប្អូនណាបាទហ្នឹងហើយហើយអញ្ចឹងអានេះកង្ហាលយើងប្រើកង្ហាលអា3ទឹកកន្លះបងប្អូនណាបាទបើកាលណាយើងប្រើកង្ហាល3ទឹកកន្លះកដៅទូគឺបកសពហើយក្នុងទូហ្នឹងបាទហើយអញ្ចឹងបើស្អីយើងដាក់តូចពេកកង្ហាលហ្នឹងបក់ខ្យល់អត់គ្រប់ទេអញ្ចឹងបើកាលណាខ្យល់អត់គ្រប់អញ្ចឹងទូភ្ញាប់របស់យើងគឺកដៅសំណើមនោះរត់អត់សក់ក្នុងទូទេអញ្ចឹងដល់ពេលអញ្ចឹងទៅគឺមន់ទាអីកងានអីហ្នឹងគឺវាអត់ញាស់ទេបងប្អូនញាស់ដែរញាស់តិចតួចទេវាញាស់ស្ទើញាស់អត់ស្អាតទេបាទបើកាលណាកដៅសំណើមបក់សពនៅក្នុងទូគ្រប់យើងចង់បានប្រមាណយើងចុចសលេខតម្លើងទៅអ្វីដែលយើងចង់បានហ្នឹងទៅគឺវាញាស់ហើយតែបើសិនទូដែលយើងរៀបទៅខុសបងប្អូនរៀបខុសទោះបីកដៅយើងដាក់ត្រូវប៉ុណ្ណាក៏ដោយបងប្អូនបាទរៀបខុសមានថាខុសស្តង់ដាទី1គឺពាក់ព័ន្ធជាមួយនឹងការប្រវល់ពងបាទពាក់ព័ន្ធមួយការរៀបប្រព័ន្ធភ្លើងបាទប្រព័ន្ធភ្លើងបើកាលណារៀបខុសហើយគឺយើងកាយយើងកាត់អីហ្នឹងគឺអស់ច្រើនបងប្អូនបាទអស់ច្រើនហើយអញ្ចឹងពេលខ្លះយើងទិញថ្មីតម្លៃមុំមុំឯដល់ពេលយើងកាយយើងអីក្បែរតម្លៃទិញថ្មីដែរអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងអ្នកខ្លះគាត់យកទូឲ្យដាក់ដដំកាយអញ្ចឹងគឺដដំមើលដែរបើកាយកើតកាយបើថាកាយមិនកើតអត់កាយឲ្យទេកាយមិនកើតចង់និយាយថាវាត្រូវតែកាយកើតបងប្អូនណាប៉ុន្តែវាអស់លុយច្រើនបងប្អូនវាសំញ៉ាំច្រើនយើងកាត់ច្រើនយើងតម្លើងថ្មីក្នុងនឹងច្រើនបាទដល់អញ្ចឹងទៅគឺយើងសុខចិត្តអត់តម្លើងឲ្យបាទដោយសារវាតម្លៃតម្លើងថ្មីណាកាយថ្មីណាវាប្រហាក់ប្រហែលនឹងតម្លៃទិញថ្មីហើយដល់ពេលអញ្ចឹងទៅគឺសុខចិត្តអត់កែឲ្យគាត់ទៅគាត់យកទៅណាទៅអញ្ចឹងមានន័យថាមិនចិត្តអាក្រក់ទេប៉ុន្តែយើងកែទៅបើអត់ញាស់ដដែលណាតម្រងគាត់មកខុសហើយបាទតម្រងគាត់មកខុសបាទខុសចង់និយាយថាយើងគាត់តែមើលព្រោះយើងអ្នកផលិតយើងដឹងណាបាទកាលណាខុសស្តង់ដាយើងអាចកែអត់ចេញទេបងប្អូនណាបាទទី1គឺជួនកាលវាទាបពេកបងប្អូនវាទាបពេកហើយទាបពេកបើកាលណាយើងកាត់ច្រែងកាត់អីចេញទៅកាត់ជាខាងក្នុងទៅរើនឹងដាក់ថ្មីផ្សារថ្មីហ្នឹងគឺវាអស់ច្រើនបងប្អូនណាបាទអញ្ចឹងអរគុណបងប្អូនបាទ